យាយមិនរកឃើញថាបុគ្គលតែបុគ្គលណែនេះមិនជាបុគ្គលធម្មតាទេរាល់វត្ថុដែលធ្លាក់ចូលទៅគឺថាវានឹងខ្លួនមកចេញជាច្រើនតែម្ដងហើយយាយក៏បានសាកតម្លាក់លុយទៅពេលគាត់តម្លាក់ទៅគឺថាលុយហោះចេញមកឡើងច្រើនតែម្ដងយាយវិញគឺសប្បាយចិត្តមែនតើហើយគាត់ក៏បានទៅលួចយកទូរស័ព្ទម្ដាយរបស់គាត់ដើម្បីយកមកតម្លាក់ម្ដាយហើយម្ដាយរបស់យាយវិញគឺខំមែនតើប៉ុន្តែពេលនាងតម្លាក់ទូរស័ព្ទចូលទៅក្នុងបុគ្គលគឺវាមានចេញជាទូរស័ព្ទច្រើនណាស់វាបែរជាចូលទៅក្នុងចានបុគ្គលទៅវិញចឹងហើយម្ដាយរបស់យាយវិញគឺខំមែនតើពេលគាត់តម្លាក់ចូលទៅក៏ចេញជាយាយយ៉ាងច្រើនតែម្ដងទៅពេលចឹងទៅគឺម្ដាយរបស់គាត់គឺដឹងមានវិធីអីដល់ស្រ័យទេគាត់ក៏បានយកប្តីរបស់គាត់មកតម្លាក់ចូលក្នុងចានបុគ្គលដែរហើយពេលគាត់តម្លាក់ទៅគឺថាប្តីរបស់គាត់គឺចូលទៅក្នុងបុគ្គលបានហើយប្តីរបស់គាត់ពេលភ្ញាក់មកវិញគឺមកដល់កន្លែងឋានតែម្ដងទេគឺថាស្រីស្អាតតែម្ដងចាំគាត់ចាំបំរើគាត់អញ្ចឹងណាបញ្ចុកបាយបញ្ចុកអាហារគាត់ឡើងពេញហ្នឹងតែម្ដងហើយប្តីរបស់គាត់វិញគឺជាអារ៉ាហ្នឹងឯងគឺគ្មានអាណាទេគឺថាវាកំពុងតែសប្បាយយោតែចុះឡើងគឺអារ៉ាយើងកំពុងតែសបិនសោះមែនណាប្រពន្ធរបស់គាត់យកដបមកដាក់ប្រយហើយប្រពន្ធរបស់គាត់ក៏បានប្រាប់គាត់ទៅលៀងចានពីអ្នកយាយាតែម្ដងគឺថាយាយាជាអ្នកនាំរឿង